ចំពោះបងមានមនដែលក្តៀនអាចហើយអត់ដឹងគូព្យាបាលបែបណាហើយប្រើប្រាស់ថ្នាំអីវីដេអូនេះបងប្អូនអាចមើលដល់ចប់បានចំពោះមននេះវាមិនត្រឹមតែក្តៀនអាចទេហើយវាកាំងគេទេដោយសារតែប្រព័ន្ធរំលាយអាហាររបស់វានឹងគឺអត់ដំណើរការល្អដែលធ្វើឲ្យមននឹងក្តៀនអាចហើយនឹងកាំងគេអញ្ចឹងចំពោះជំហានដំបូងដែលយើងត្រូវព្យាបាលវានឹងគឺយើងត្រូវបាអាចវាចេញមកសិនហើយចំពោះការបាអាចនេះយើងកុំខ្លាចខ្ពើមបងប្អូនតែកាលណាខ្លាចខ្ពើមវាមិនជាទេអញ្ចឹងយើងត្រូវបាអាចដែលរឹងដែលបិទស្ទះមុខរុនកុំឲ្យវាជុះចេញហ្នឹងគឺយើងបាវាចេញមកហើយយើងត្រូវបាញ់ឲ្យចេញអស់អញ្ចឹងណាបងប្អូនបាញ់លាងក៏គូវាអាចណាដែលរឹងបាញ់ទៅវាប្រកាសជាបែកហើយចេញមកអស់មកចាំយើងប្រើប្រាស់ថ្នាំហើយជាទូទៅទ្រង់ខ្ញុំប្រើប្រាស់ជាមួយនឹងប្រូផាតដែលវាមានមុខងារជាប្រភេទថ្នាំព្យាបាលផងជាវីតាមីនផងចំពោះប្រូផាតនេះមិនត្រឹមតែព្យាបាលទៅលើមន់ដែលក្តៀនអាចទេវាអាចព្យាបាលទៅលើមន់ដែលកាំងគេដៅក្នុងហើយនឹងក្រកក្នុងកម្រិតស្រាលហើយនេះគឺជាអាចដែលយើងបានខ្វេះចេញមកគឺវាមានសភាពរឹងបែបនេះដោយសារតែវារឹងបែបនេះហើយដែលធ្វើឲ្យវាប្រមូលផ្ដុំវាបិទនៅមុខរុនកគូដែរដែលធ្វើឲ្យមន់ជក់អាចអត់ចេញហើយចំពោះការណៃបែបនេះបើសិនជាបងប្អូនអត់ព្យាបាលវាទេបដោយវាឲ្យវាប្រឹងជូរចេះវាមានផលប៉ះពាល់ច្រើនមែនទែនទី1គឺលាកសាគូតទី2ហ្នឹងគឺមន់វាអស់កម្លាំងដោយសារតែវាប្រើកម្លាំងក្នុងការជុះទី3ហ្នឹងគឺធ្វើឲ្យប្រព័ន្ធរំលាយអាហារវាហ្នឹងរលាកធ្ងន់ធ្ងរដែលធ្វើឲ្យមន់ហ្នឹងប្រឈមទៅដល់ការងាប់បានហើយបើសិនជាបងប្អូនមានចម្ងល់អីទៀតពាក់ព័ន្ធទៅនឹងជំងឺបងប្អូនអាចទាក់ទងមកខ្ញុំបានហើយចាំមើលខ្ញុំនឹងអាប់ដេតបន្ទាប់ពីយើងព្យាបាលហើយតើវាជុះចេញហើយនឹងគេវារំលាយអត់ហើយបញ្ជាក់មួយទៀតបងប្អូនចំពោះមន់ដែលកាំងគេឬក៏គ្រីនអាចបែបនេះគឺយើងអាចឲ្យវាស៊ីរបស់រឹងបានទេចាំមើលខ្ញុំនឹងអាប់ដេតថាយើងគួរតែធ្វើបែបណានៅវីដេអូក្រោយអរគុណច្រើនបងប្អូនសម្រាប់ការតាមដាន